នៅពេលព្រឹកឡើងវ័យសៀងពិតជាអស់សង្ឃឹមខ្លាំងមែនទែនពីព្រោះថាកិច្ចការថ្នាក់ហើយនឹងរូបគំនូរអ្វីៗទាំងអស់ដែលគាត់បានខំប្រឹងអស់រយៈពេលជាច្រើនសប្តាហ៍វាបានខ្ទេចអស់បាត់ទៅហើយគឺនិយាយរួមទៅមើលលេងយល់តែម្ដងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវល់មកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយថ្ងៃនេះផងដែរនាងខ្ញុំក៏មានរឿងថ្មីមួយដើម្បីយកមកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំផ្ដើមសាច់រឿងរបស់យើងគឺនិយាយតាក់ទងជាមួយនឹងនិស្សិតប្រុសម្នាក់ដែលគាត់មានឈ្មោះថាវ៉ៃសៀងគាត់គឺជាជនជាតិចិនកាត់ហុងកុងគាត់រៀននៅសាកលវិទ្យាល័យដែលល្បីឈ្មោះមួយនៅក្នុងប្រទេសចិនវ៉ៃសៀងគាត់គឺជាមនុស្សដែលមិនសូវរួសរាយរាក់ទាក់ជាមួយនឹងមនុស្សជុំវិញខ្លួនរបស់គាត់នោះទេគាត់ចូលចិត្តនៅតែម្នាក់ឯងហើយជាពិសេសនោះគឺមនុស្សជុំវិញខ្លួនរបស់គាត់ក៏មិនសូវជាចូលចិត្តគាត់ប៉ុន្មាននោះដែរមូលហេតុដែលមនុស្សជុំវិញខ្លួនរបស់គាត់មិនសូវចូលចិត្តគាត់នោះក៏ដោយសារតែវ៉ៃសៀងគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តនិយាយពាក្យសម្ដីមុតស្រួចពាក្យសម្ដីរបស់គាត់អាចធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់គាត់មានអារម្មណ៍ថាឈឺចាប់អាចគិតបានថាវ៉ៃសៀងគាត់គឺជាមនុស្សដែលក្រអឺតក្រទមមិនរាក់ទាក់ជាមួយនឹងមនុស្សជុំវិញខ្លួនសូម្បីតែមិត្តរួមថ្នាក់របស់គាត់ក៏គាត់មិនរាក់ទាក់ជាមួយនោះដែរមានមិត្តរួមថ្នាក់ជាច្រើនដែលចង់សហការជាមួយនឹងវ៉ៃសៀងដើម្បីធ្វើកិច្ចការថ្នាក់ឲ្យគ្រូប៉ុន្តែវ៉ៃសៀងគាត់មិនបានគិតដូចជាពួកគេនោះទេគាត់តែងតែធ្វើវាដោយខ្លួនឯងហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងគាត់មិនចូលចិត្តភាពអ៊ូអរនោះទេហើយនៅពេលដែលមានអ្នកណាគេធ្វើអ្វីខុសឬក៏មិនត្រូវចិត្តរបស់គាត់តែងតែស្ដីបន្ទោសឲ្យពាក្យសម្ដីរបស់គាត់មិនខ្លាំងពេកនោះទេប៉ុន្តែពាក្យសម្ដីរបស់គាត់អាចធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់គាត់មានអារម្មណ៍ថាឈឺចាប់នៅថ្ងៃមួយវ៉ៃសៀងគាត់កំពុងតែអង្គុយតែម្នាក់ឯងនៅក្រោមម្លប់ឈើមួយដោយអង្គុយកាន់សៀវភៅភាសាអង់គ្លេសគាត់ព្យាយាមរៀនភាសាអង់គ្លេសខ្លាំងមែនទែនពីព្រោះថាគាត់គឺជានិស្សិតម្នាក់ដែលមិនសូវពូកែអង់គ្លេសនោះទេស្រាប់តែគាត់បានក្រឡេកភ្នែកទៅឃើញនិស្សិតស្រីម្នាក់ដែលរៀនថ្នាក់ជាមួយនឹងគាត់នាងមានឈ្មោះថាជីងលីគឺជាសិស្សម្នាក់ដែលពូកែខ្លាំងមែនទែនមិនថាមុខវិជ្ជាអ្វីនោះទេឲ្យតែលោកគ្រូអ្នកគ្រូដាក់ឲ្យគឺនាងតែងតែធ្វើបាបបន្ទុកលើគេជានិច្ចចំណែកឯវ៉ៃសៀងវិញនៅពេលដែលបានឃើញនាងហើយគាត់ក៏គិតនៅក្នុងចិត្តថាមនុស្សនេះអត់ប្រយោជន៍ណាស់មិនយកពេលវេលាទៅខំរៀនទេបែរជាមកអង្គុយលេងជាមួយនឹងសត្វនៅក្នុងសួនច្បារបែបនេះទៅវិញបន្ទាប់ពីគាត់រអ៊ូរទាំតែម្នាក់ឯងរួចហើយគាត់ក៏បានដើរបង្ហោះជីងលីចេញទៅបាត់ទៅចំណែកឯជីងលីវិញនាងក៏បានឮពីពាក្យសម្ដីរអ៊ូរទាំរបស់វ៉ៃសៀងដូចគ្នាប៉ុន្តែនាងក៏មិនបានប្រកាន់ទោសខឹងជាមួយនឹងវ៉ៃសៀងដូចគ្នាប្រហែលជា2-3ថ្ងៃបន្ទាប់មកនៅវេលាពេលយប់មួយអាកាសធាតុចាប់ផ្ដើមប្រែជាត្រជាក់ហើយចាប់ផ្ដើមមានខ្យល់មានភ្លៀងធ្លាក់យ៉ាងខ្លាំងវ៉ៃសៀងគាត់បានបើកបង្អួចបន្ទប់របស់គាត់ចោលហើយកិច្ចការថ្នាក់ហើយនឹងរូបគំនូរនិងអ្វីៗគ្រប់យ៉ាងរបស់គាត់ដែលបានធ្វើអស់រយៈពេលជាច្រើនសប្តាហ៍គឺបាននៅលើតុរបស់គាត់នៅពេលដែលភ្លៀងបានសាចចូលបន្ទប់របស់គាត់មិនបានដឹងនោះទេនៅពេលព្រឹកឡើងវ៉ៃសៀងពិតជាអស់សង្ឃឹមខ្លាំងមែនទែនពីព្រោះថាកិច្ចការថ្នាក់ហើយនឹងរូបគំនូរអ្វីៗទាំងអស់ដែលគាត់បានខំប្រឹងអស់រយៈពេលជាច្រើនសប្តាហ៍វាបានខ្ទេចអស់បាត់ទៅហើយគឺនិយាយរួមទៅមើលលេងយល់តែម្ដងនៅពេលដែលវ៉ៃសៀងគាត់បានទៅរៀននៅសាកលគាត់មានអារម្មណ៍ថាអស់សង្ឃឹមហើយគាត់មិនចង់និយាយរកអ្នកណាទាំងអស់គាត់មិនចង់និយាយរកសម្បីតែលោកគ្រូរបស់គាត់នៅពេលដែលគាត់មើលទៅក្នុងកាតាបរបស់គាត់កិច្ចការទាំងប៉ុន្មានរបស់គាត់គឺមើលលេងយល់ហើយវាពិតជាពិបាកក្នុងការទទួលយកខ្លាំងមែនទែននៅពេលដែលវ៉ៃសៀងគាត់កំពុងតែពិបាកចិត្តស្រាប់តែគាត់បានឃើញដៃរបស់អ្នកណាម្នាក់ដែលគាត់ប្រហាក់ប្រហែលបានហុចសៀវភៅហើយនឹងកិច្ចការថ្នាក់មួយចំនួនយកមកឲ្យគាត់វ៉ៃសៀងក៏បានងាកមុខទៅមើលក៏បានដឹងថាអ្នកដែលបានហុចសៀវភៅហើយនឹងកិច្ចការថ្នាក់មួយចំនួនមកគាត់គឺជាជីងលីជានិស្សិតស្រីដែលគាត់បានរអ៊ូរទាំហើយតែងតែមិនចូលចិត្តពីមុនមកពេលនេះទៅវ៉ៃសៀងគាត់បានដឹងថាពាក្យសម្ដីទាំងប៉ុន្មានដែលគាត់តែងតែស្ដីបន្ទោសទៅកាន់ជីងលីឬក៏និយាយរអ៊ូរទាំដាក់នាងទាំងប៉ុន្មានគឺមិនបានស្មើនឹងចិត្តសប្បុរសនិងចិត្តល្អរបស់នាងនោះទេជីងលីនាងពិតជាមានចិត្តអាណិតអាសូរដល់វ៉ៃសៀងខ្លាំងមែនទែននៅពេលដែលនាងបានឃើញថាកិច្ចការទាំងប៉ុន្មានរបស់វ៉ៃសៀងដែលខំធ្វើអស់រយៈពេលជាច្រើនសប្តាហ៍មកបានខ្ទេចខ្ទីអស់ដោយសារតែទឹកភ្លៀងនាងក៏បានជួយយកអាសាដល់វ៉ៃសៀងទោះបីជានាងដឹងថាវ៉ៃសៀងតែងតែស្ដីបន្ទោសឲ្យនាងកាលពីមុនមកក៏ដោយហើយនៅថ្ងៃបន្តបន្ទាប់មកទៀតវ៉ៃសៀងគាត់ក៏បានផ្លាស់ប្ដូរខ្លួនឯងបានមិនបានទាំងស្រុងប៉ុន្តែ
ក៏បាន 50% ដែលធ្វើឲ្យមនុស្សនៅជុំវិញខ្លួនរបស់គាត់មានអារម្មណ៍ថាចូលចិត្តគាត់និងចង់នៅក្បែរគាត់ចាប់តាំងពីថ្ងៃនោះមកវ៉ៃសៀងគាត់ក៏បានព្យាយាមនិយាយរកមនុស្សជុំវិញខ្លួនរបស់គាត់ហើយនឹងធ្វើអំពើល្អជាច្រើនដូចជាការចេះជួយដល់អ្នកដទៃហើយនឹងកាត់បន្ថយការនិយាយពាក្យសម្ដីមិនល្អការនិយាយពាក្យសម្ដីធ្ងន់ធ្ងរទៅកាន់មនុស្សជុំវិញខ្លួនរបស់គាត់សាច់រឿងមួយនេះផងដែរក៏ត្រូវបានបញ្ចប់ហើយនៅក្នុងសាច់រឿងមួយនេះផងដែរក៏ចង់បង្រៀនយើងថាការដែលយើងនិយាយពាក្យសម្ដីធ្ងន់ធ្ងរទៅកាន់នរណាម្នាក់ទោះបីជាយើងគិតថាពាក្យសម្ដីដែលយើងនិយាយទៅវាមិនធ្ងន់ធ្ងរប៉ុន្តែសម្រាប់អ្នកដែលទទួលយកពាក្យសម្ដីរបស់យើងគឺគេមានអារម្មណ៍ថាឈឺចាប់ហើយនឹងមិនសប្បាយចិត្តនៅពេលដែលឮពាក្យសម្ដីទាំងអស់នោះចេញពីមាត់របស់យើងដូច្នេះហើយក្មេងៗរួមទាំងពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែព្យាយាមរៀននិយាយពាក្យសម្ដីល្អៗជាមួយនឹងមនុស្សជុំវិញខ្លួនរៀនបើកចិត្តឲ្យទូលាយកុំមានចិត្តចង្អៀតពីព្រោះថាការដែលយើងមានចិត្តចង្អៀតវានឹងធ្វើឲ្យយើងមានពាក្យសម្ដីមិនសមរម្យទៅកាន់មនុស្សជុំវិញខ្លួនរបស់យើងដូចជាការជេរស្ដីប្រមាថជាដើមដូច្នេះហើយដើម្បីឲ្យយើងអាចទទួលបានពាក្យសម្ដីដែលល្អចេញពីបបោមាត់របស់យើងឬក៏ការនិយាយពាក្យសម្ដីល្អៗទៅកាន់មនុស្សជុំវិញខ្លួនរបស់យើងបានគឺយើងត្រូវការពឹងផ្អែកទៅលើព្រះពីព្រោះថាព្រះជាម្ចាស់ទ្រង់នឹងគង់នៅជាមួយនឹងយើងគង់នៅជាមួយនឹងបបោមាត់និងអណ្ដាតរបស់យើងឲ្យយើងនិយាយទៅពាក្យសម្ដីដែលផ្អែមល្ហែមពាក្យសម្ដីដែលល្អទៅកាន់មនុស្សជុំវិញខ្លួនរបស់យើងដូចដែលកាលព្រះយេស៊ូវបានយាងមកអញ្ចឹងគឺទ្រង់តែងតែនិយាយពាក្យសម្ដីល្អៗជាមួយនឹងមនុស្សជុំវិញខ្លួនរបស់គាត់ទោះបីជាទ្រង់ដឹងថាគេស្អប់ទ្រង់យ៉ាងណាក៏ដោយក៏ទ្រង់នៅតែនិយាយពាក្យសម្ដីល្អពាក្យសម្ដីផ្អែមល្ហែមជាមួយនឹងមនុស្សជុំវិញខ្លួនរបស់ទ្រង់យើងទាំងអស់គ្នាសុទ្ធតែអាចយកព្រះយេស៊ូវជាគំរូដ៏ល្អរបស់យើងហើយនៅក្នុងសាច់រឿងមួយនេះផងដែរនាងខ្ញុំក៏មានខព្រះគម្ពីរមួយដើម្បីយកមកលើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នារួមទាំងក្មេងៗផងដែរគឺនៅក្នុងព្រះគម្ពីរសុភាសិតចំពុក12ខ18ដែលបានចែងថាមានគេពោលពាក្យដោយឥតបើគិតដូចជាចាក់ដោយដាវតែសម្ដីរបស់មនុស្សប្រាជ្ញាថ្នាំផ្សាវិញនៅក្នុងខនេះក៏បានប្រាប់យើងច្បាស់ៗហើយថាអ្នកដែលនិយាយពាក្យសម្ដីដោយមិនបានគិតដោយមិនបានមានការពិចារណាច្បាស់លាស់ពាក្យសម្ដីរបស់គេនឹងធ្វើឲ្យអ្នកដទៃឈឺចាប់ប៉ុន្តែអ្នកដែលមានការគិតគូរបានវែងឆ្ងាយនឹងមានពាក្យសម្ដីដែលផ្អែមល្ហែមហើយធ្វើឲ្យអ្នកដទៃឬក៏មនុស្សជុំវិញខ្លួនរបស់គេមានអារម្មណ៍ថារីករាយជាចុងក្រោយនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ